Sai ẩm bọc sai xây ma bẹ lờ đáy, lơ chương côn tối chia bẩn đông tục mê rô gộp sập mục. Lô với chẹ bẩn đất hiêng rô tà ná ban phơ ca bóng ho tẹ tông nâng cổ ma, đài miên trong sai ẩm bọc, sai xây ma bẹ chọp đáy chương nâng cô, đài sai tàng nú cứ chia bẩn đông tục mê rô gộp sập mục xung bóng ôn an ca bùn vô rô bó lô với chẹ bẩn đất tàng ọc nìa. Khmênhដែលខ្ញុំជួប100នាក់មានប្រហែល90នាក់ហើយសុទ្ធតែមានខ្សែអំបោះខ្សែសីមាពាក់ជាប់ដៃជើងនិងកដែលខ្សែទាំងនេះជាបណ្ដុំផ្ទុកមេរោគរាប់សិបមុខនិងមានចំនួនរាប់រយលានមេរោគហើយគប់ជួននឹងប្រព័ន្ធការពារក្មេងនៅខ្សោយផងដែលជាហេតុនាំឲ្យក្មេងងាយឈឺបំផុតព្រោះវាឆ្លងតាមការចាប់កាន់និងបៀមជាញឹកញាប់បំផុតធ្វើឲ្យក្មេងមានជំងឺរលាកបំពង់ករលាកផ្លូវដង្ហើមរលាកក្រពះពោះវៀនដោយមេរោគដែលជំងឺទាំងអស់នេះអាចនាំឲ្យមានផលវិបាកខូចដល់តម្រងនោមប្រេះបេះដូងនិងសន្លាក់កូនក្មេងបញ្ហាអនាម័យជំនឿផ្ដេសផ្ដាសទម្លាប់ផ្ដេសផ្ដាសបញ្ហាអាហារូបត្ថម្ភការបង្រៀនកូនការផ្ដល់គំនិតខុសឆ្គងសរុបមកការថែទាំទាំងផ្នែករាងកាយនិងការផ្ដល់គំនិតបញ្ញាគឺមានការខ្វះខាតច្រើនមែនទែនភាគរយកុមារកម្ពុជាច្រើនណាស់ដែលមានបញ្ហាកង្វះអាហារូបត្ថម្ភភាគច្រើនមិនមែនដោយសារខ្វះអីហូបទេតែដោយសារការយល់ដឹងរបស់ឪពុកម្ដាយក្មេងជាទំពាំងស្នងឫស្សីចុះបើក្មេងភាគច្រើនខ្សោយកាយបញ្ញាស្មារតីទៅហើយតើប្រទេសយើងនឹងរីកចម្រើនទៅថ្ងៃមុខយ៉ាងម៉េចនឹងកើតទៅ